ចំណុចសំខាន់3ដើម្បីពង្រីកខ្លួនសម្រាប់អាជីវកម្មខ្នាតតូចត្រូវការមិនអាចខ្វះបាននៅពេលបើកអាជីវកម្មហើយទទួលបានផ្លែផ្កាការពង្រីកខ្លួនវាជាអ្វីដែលម្ចាស់អាជីវកម្មគ្រប់គ្នាតែងស្រមៃចង់បានតែបញ្ហានៅត្រង់ថាតើត្រូវធ្វើដូចម្តេចទើបអាចពង្រីកអាជីវកម្មរបស់ខ្លួនបានមែនទែនទៅម្ចាស់អាជីវកម្មជាច្រើនតែងពិនិត្យមើលលទ្ធភាពនៃចំណូលដែលក្រុមហ៊ុនទទួលបានដើមទុនការចំណាយតម្រូវការរបស់អតិថិជនកើនឡើងនិងសក្តានុពលរបស់ស្ថាប័នលើផ្នែកផ្សេងៗដូចជាការគ្រប់គ្រងភាពលេចធ្លោសមត្ថភាពក្នុងការដណ្ដើមចំណែកទីផ្សារជាដើមមុនពេលដែលពួកគេសម្រេចចិត្តពង្រីកប្រតិបត្តិការរបស់ខ្លួនថ្ងៃនេះខ្ញុំសូមលើកយកចំណុចសំខាន់3ដើម្បីពង្រីកខ្លួនសម្រាប់អាជីវកម្មខ្នាតតូចត្រូវការបំផុត1គ្រប់គ្រងការចំណាយនិងចំណូលឲ្យបានច្បាស់លាស់ដើម្បីអាចធ្វើការទាក់ទាញអ្នកវិនិយោគដើម្បីអាចពង្រីកខ្លួនបានលុះត្រាតែម្ចាស់អាជីវកម្មមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងលើការចំណាយនិងការផ្គត់ផ្គង់ទៅឲ្យអតិថិជនសម្រាប់អាជីវកម្មខ្នាតតូចការពង្រីកខ្លួនវាជារឿងដែលមិនងាយនឹងធ្វើបានដោយខ្លួនឯងនោះទេដោយហេតុថាម្ចាស់អាជីវកម្មត្រូវការរកដើមទុនច្រើននៅក្នុងការសាងសង់ការស្តុកទុកផលិតផលការចំណាយលើបុគ្គលិកនិងចំណាយលើប្រតិបត្តិការផ្សេងៗជាច្រើនទៀតហើយភាគច្រើននៃម្ចាស់អាជីវកម្មគឺតែងតែស្វែងរកដៃគូវិនិយោគបន្ថែមដើម្បីទទួលបាននូវគំនិតថ្មីៗនិងដើមទុនបន្ថែមតែដើម្បីឲ្យវិនិយោគិនមានការចាប់អារម្មណ៍លើគម្រោងរបស់អ្នកបានលុះត្រាតែអ្នកមានការកំណត់ច្បាស់លាស់ពីគម្រោងដែលត្រូវចំណាយនិងចំណេញបានប៉ុណ្ណាបូករួមទាំងមានគម្រោងការច្បាស់លាស់ផងដែរ2ប្រវត្តិល្អក្នុងការខ្ចីប្រាក់ពីធនាគារវាមិនមែនជារឿងចម្លែកនោះទេដែលម្ចាស់អាជីវកម្មត្រូវខ្ចីប្រាក់ពីធនាគារដើម្បីរកស៊ីមែនទែនទៅធនាគារគឺជាដៃគូសហការដ៏ល្អនៅក្នុងការបង្កើតអាជីវកម្មម្ចាស់អាជីវកម្មភាគច្រើនគឺមានដៃគូវិនិយោគធំគឺធនាគារជាអ្នកផ្ដល់ទុនចំណែកម្ចាស់អាជីវកម្មជាអ្នកអនុវត្តគម្រោងនៅពេលដែលគម្រោងទទួលបានជោគជ័យនោះធនាគារនឹងទទួលបានប្រាក់របស់ខ្លួនមកវិញរួមជាមួយនឹងអត្រាការប្រាក់ឬភាគលាភតែបញ្ហានៅត្រង់ថាតើធ្វើដូចម្តេចទៀតធនាគារព្រមសហការជាមួយអ្នកការរក្សាកេរ្តិ៍ឈ្មោះនិងប្រវត្តិក្រុមហ៊ុនដែលតែងតែចំណេញឬមានគម្រោងផែនការត្រឹមត្រូវនិងមិនមានប្រវត្តិធ្វើឲ្យធនាគារខាតឬសងត្រឡប់មិនទាន់ពេលនោះអ្នកអាចមានឱកាសជ្រើសរើសដើម្បីបានទូកណូពីធនាគារក្នុងការពង្រីកអាជីវកម្មបានយ៉ាងងាយ3បង្កើតជម្រើសច្រើនក្នុងការប្រមូលទុនជាការពិតធនាគារគឺជាកន្លែងដែលយើងអាចទទួលបានដើមទុកដោយងាយតែក៏មិនត្រូវពឹងតែធនាគារពេកនោះដែរម្ចាស់អាជីវកម្មអាចទទួលបានទុកបន្ថែមពីក្រុមគ្រួសារមិត្តភក្តិដៃគូសហការផ្សេងៗការបោះប័ណ្ណភាគហ៊ុនឬបានបំណុលលក់ជាដើម